ដើម្បីប្រទេសព្រមទាំងថៃផងបើសិនជាយើងយកស្បាប់គេមកប្រើហើយខ្ញុំឃើញអតីតប្រធានាធិបតីបារាំងប្រង់ស្វាហូឡង់គាត់បានធានាខាងព្រំដែនដីខាងយួនហើយជប៉ុនក៏គេនិយាយដែរមិនមែនតែបារាំងទេគឺជប៉ុនអង់គ្លេសបារាំងគេជំរុញឲ្យយើងទៅប្តឹងនៅយួនខ្លះដើម្បីជាផោះតាងដើម្បីជាសាក្សីដើម្បីយករឿងបាត់បង់ដីទឹកដីគោកបាត់បង់ជាពិសេសគឺសន្ធិសញ្ញានៃទីក្រុងប៉ារីសនេះគឺគេបង្កើតច្បាប់ដើម្បីការពារមរណភាពទឹកដីតែខ្លួនមិនយកមកប្រើទេបែរទៅធ្វើជាវិជាវត្ថុបោះភ្លើងបោះកំបិតបោះពថៅដើម្បីឲ្យកូនខ្មែរហើយនឹងអ្នកជិតខាងឆ្លោះគ្នាសួរថានឹងធ្វើអញ្ចឹងចំណេញអីគឺចំណេញបានមកត្រឹមគេមើលងាយមើលថោកហើយគេឌីលហើយថ្ងៃណាមួយនឹងបាត់បង់ប្រទេសខ្លួនឯងហើយសួរថាធ្វើអញ្ចឹងខ្លួនបានសុខសពថ្ងៃខ្លួនមានស៊ីខ្លួនមានបានទាំងកូនទាំងចៅមកពុយសន្តានគឺមានបានហូរហៀចាស់បងប្អូនកូនចៅដែលគាត់វេទនាណាទៅធ្វើកាជះគេគ្រប់ប្រទេសតាំងពីប្រទេសជាពិសេសគឺនៅក្នុងប្រទេសថៃហើយយើងទៅជះកភ្លើងទៅលើប្រទេសថៃសួរថាគ្រោះថ្នាក់ណាគឺបងប្អូនកូនចៅយើងដែលនៅប្រទេសថៃរស់សពថ្ងៃគាត់ជាពតនាគារផងជីវភាពរស់នៅកូនរៀនក្រុមក្នុងក្រុមគ្រួសារហេតុអ្វីមិនដោះស្រាយទៅតាមនៃយន្តការរបស់អង្គការសហប្រជាជាតិប្តឹងទៅទីក្រុងឡាអេដើម្បីរកដំណោះស្រាយហេតុអ្វីបានចេះតែបញ្ចេញរឿងកក្រិចរឿងកេងចំណេញនយោបាយហើយយើងពាក្យដែលយើងចេញមកណាខ្ញុំគិតថាហ៊ុនសែនគឺយកចំណេញនយោបាយនៅពេលបោះឆ្នោតនៅខាងមុខបងប្អូនខ្មែរត្រូវតែពិចារណាហើយយកមកគិតថាតើហ៊ុនសែនធ្វើចំណេញឲ្យហ៊ុនសែនគិតថាធ្វើនឹងចំណេញខ្លួនឯងបានត្រឡឹកឆ្នោតដើម្បីបន្តធ្វើបាបប្រជាពលរដ្ឋខ្មែរបន្តទៅទៀតអានឹងសម្រាប់រូបខ្ញុំមើលឃើញខ្ញុំសូមជូនជាយោបល់ក្មួយប៉ុណ្ណឹងចាសូមអរគុណគួយអរគុណច្រើនលោកអ៊ំមានប្រសាសន៍ត្រឹមត្រូវអ្វីដែលបញ្ហាធ្ងន់បំផុតគឺជាបញ្ហាដែលប្រជាពលរដ្ឋគាត់កំពុងតែរងគ្រោះនៅលើសមរភូមិជីវិតរបស់គាត់គឺបំណុលធនាគារនិងភាពអត់ការងារធ្វើបាទចំណុចទាំងពីរហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍មួយមិនពេញចិត្តនៅអ្វីដែលជាទង្វើថ្នាក់ដឹកនាំកម្ពុជាជាពិសេសគឺប្រមុខរដ្ឋដូចជានាយករដ្ឋមន្ត្រីឬក៏ប្រធានសភាដែលមិនមានសមត្ថភាពក្នុងការចរចាខ្ញុំបានលើកពាក្យរបស់ខាងចលនាយុវជនរបស់គាត់ថៃគាត់លើកឡើងថាតើប្រទេសទាំងពីរហ្នឹងចង់យកប្រទេសទាំងពីរហ្នឹងคล้ายទៅជាប្រទេសអ៊ុយក្រែននិងរុស្ស៊ីទី2ឬបានជាធ្វើឲ្យមានគេហៅថាការឆេះកំហឹងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋបាទហើយអ្វីដោយលោកអ៊ំបានលើកឡើងអំបញ្ញមិញចឹងគឺប្រជាពលរដ្ឋខ្មែរជាពិសេសគឺពលករខ្មែរនឹងគឺគាត់ធ្វើចំណាកស្រុកមករកការងារធ្វើនៅក្នុងប្រទេសថៃនឹងច្រើនមែនទែនរហូតដល់ជាង2លាននាក់បាទសំណួរសួរទៅ
từ quạt bên thà mùa hai đấy bạn quạt tầm nặng sọc nó cứ đòi xaผมnol này kia nângปัญหากับเป็นคือเทียบอัดเคลียนบ้านจังจำนวนลูกอมไปจะอาจจอนตอนนองสมัยใบนำผมใบขายมาไปไงส้มใบแต่ที่หาทางสมบัติธรรมเจียดโดยเจียไตรดามอิงโกของกายเป็นนั่งเจียปลอดกอดอดไอหบจอกกอดtừ យកមកធ្វើជាម្ហូបសម្រាប់បរិភោគនោះត្រូវបានរបបអាវខ្មៅយកទៅសម្រាប់ក្បត់អង្គការនឹងអ្វីដែលជាភាពដកស្លុតអ្វីដែលជាបញ្ហាអាយុជីវិតគាត់សុខចិត្តលះបង់ជីវិតទោះបីគាត់មិនបានហូបក៏គាត់ស្លាប់ទោះបីគាត់ហូបមកពេលហ្នឹងត្រូវគេតន់ស្លាប់ក៏គាត់អត់អន់សម្ពន្ធចិត្តដែរអញ្ចឹងយើងងាកមកសម័យនេះគេហៅថាសម័យតេជោហើយគាត់បានតាំងពនាមខ្លួនឯងនិងប្រាប់ទៅលើប្រជាពលរដ្ឋទូទាំងប្រទេសថាស្រុកមានសន្តិភាពប៉ុន្តែពាក្យថាសន្តិភាពមានអ្វីនៅពីខាងក្រោយខ្លះបាទទី1ពួកគាត់បង្កអសន្តិសុខឲ្យប្រជាពលរដ្ឋបាទយើងឃើញស្រាប់ហើយជនជាតិយួនជនជាតិចិននឹងមករស់នៅក្នុងប្រទេសខ្មែរនឹងធ្វើបាបប្រជាពលរដ្ឋខ្មែរកន្លងមកយើងឃើញស្រាប់ហើយបាទទី2សន្តិភាពយ៉ាងណាបើកំណោះដីធ្លីបាទប្លន់ដីប្រជាពលរដ្ឋបាទទី3ប្រជាពលរដ្ឋជំពាក់បំណុលធនាគាររំកោះបាទទី4គឺអ្វីដែលជាសមិទ្ធផលនៃការគាត់ធ្វើចេញមកដូចជាស្រូវពោតសណ្ដែកឬក៏ដំណាំផ្សេងនេះគឺអត់ទីផ្សារអញ្ចឹងគ្រាន់តែចំណុចខ្លះនៃការរៀបរាប់នឹងធ្វើឲ្យគាត់នឹងមិនអាចរកនៅក្រោមរបបឬក៏ក្រោមដំបូលសន្តិភាពរបស់លោកអ៊ុនសែនហើយមកដល់បច្ចុប្បន្នភាពយើងឃើញស្រាប់ហើយប្រជាពលរដ្ឋគាត់នឹកឃើញថាមកដល់ប្រទេសថៃបានសុខទៀតឥឡូវនេះលោកហ៊ុនសែននឹងបានបញ្ចេញសារបញ្ឆេះកម្ដៅបញ្ឆេះកំហឹងឲ្យទៅដល់ពលរដ្ឋគេដែលគេអន់សម្ពន្ធចិត្តទៅលើសញ្ជាតិខ្មែរយើងដែលខ្មែរយើងហ្នឹងថាកិច្ចពីផ្ទះពីស្រុកមកហ្នឹងបានសុខហើយឥឡូវអត់បានសុខបាទត្រូវវិលត្រឡប់ទៅវិញប៉ុន្តែអ្វីក៏ដោយនៅពេលនេះគឺយើងបានទទួលសាររបស់ក្រមប្រឹក្សាជាតិតស៊ូដោយសារគោលនយោបាយរបស់លោកហ៊ុនសែនធ្វើឲ្យប្រជាពលរដ្ឋគាត់មានទុក្ខលំបាកអញ្ចឹងនៅក្នុងនោះខ្ញុំសូមមិនបានអានទេដោយសារសតតូចហើយភ្នែករៀងអន់ខ្ញុំសូមបង្ហាញជារូបភាពខ្លះបាទហ្នឹងហើយបើលោកមេងហុងបើសិនជាអាចអានបានជួយអានឲ្យផងបាទនេះជាសាររបស់ក្រមប្រឹក្សាជាតិតស៊ូអូខេអូខេអញ្ចឹងបងខ្ញុំកាត់ដូចគ្នាមកខ្ញុំកាន់នឹងមើលដែរណាបងអរគុណច្រើនហ្នឹងអ្វីដែលជាសាររបស់បាទសាររបស់ក្រមប្រឹក្សាជាតិតស៊ូបាទសេចក្តីថ្លែងការណ៍ក្នុងកលៈទេសៈដ៏តានតឹងប្រទេសជាតិកម្ពុជាយើងមានចំនួនព្រំដែនជប់ជាស្រ័យខ្ញុំសេវទាំងព្រោះអត់បានអត់សេវយើងមើលនៅក្នុងហ្វាល់វារត់ណាបាទដោយសារបញ្ហាថ្ងៃហ្នឹងដាច់អ៊ីនធឺណិតអត់ប្រាប់ទូរស័ព្ទខ្ញុំដល់ពេលអញ្ចឹងទៅទូរស័ព្ទដាច់អ៊ីនធឺណិតអត់ប្រាប់បាទសូមអធិស្ឋានផងបងប្អូនបាទក្រមរក្សាជាតិតស៊ូលះបង់ស្រោចស្រង់ជាតិសេចក្តីថ្លែងការណ៍ក្នុងកលៈទេសៈដ៏តានតឹងដែលប្រទេសជាតិកម្ពុជាយើងមានចំនួនព្រំដែនជាមួយថៃនិងការប្រឈមលំបាកស្មុគស្មាញរបស់ប្រជាពលរដ្ឋខ្មែរក្រមរក្សាជាតិតស៊ូ CNRC សូមអំពាវនាវឲ្យយើងខ្មែរគ្រប់និន្នាការនយោបាយត្រូវធ្វើការបង្រួមជាតិកម្ពុជាយើងជាដាច់ខាតបាទក្នុងជំហរផលប្រយោជន៍
ជាតិកម្ពុជារួមយើងខ្មែរត្រូវរួបរวมគ្នាលើគោលដៅជាក់លាក់បាទទី1ការពារបូរណភាពទឹកដីនៃប្រទេសជាតិកម្ពុជាយើងនឹងដោះស្រាយបញ្ហាជនអន្តោប្រវេសន៍2ដោះស្រាយទុក្ខលំបាកនិងការភ័យខ្លាចរបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃ3ដោះលែងអ្នកទោសមនសិការស្ដារលទ្ធិប្រជាធិបតេយ្យនិងលើកតម្លៃមុខមាត់ជាតិកម្ពុជាយើងនៅលើឆាកអន្តរជាតិ4ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិវិបត្តិការងារនិងបំណុលរបស់ពលរដ្ឋខ្មែរក្រុមប្រឹក្សាជាតិតស៊ូ CNRC យល់ស្របលើវិធីដែលយើងខ្មែរគ្រប់ភាគីនយោបាយត្រូវតែបើកចិត្តឲ្យទូលាយជៀសវាងការរើសអើងក្រុមបកពួកនិន្នាការនយោបាយនិងបើកផ្លូវទៅរកការវិភាសាគ្នាក្នុងចំណោមគ្រួសារខ្មែរដើម្បីបញ្ចប់ចំនួននយោបាយនិងរួមគ្នាដោះស្រាយគ្រប់បញ្ហាជាតិយើងជាមួយគ្នាតាមគោលបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរក្រុងប៉ារីសប្រទេសបារាំងថ្ងៃទី21មិថុនាឆ្នាំ2025ក្រុមប្រឹក្សាជាតិតស៊ូបាទសូមអធិស្ឋានអានអត់បាននេះដោយសារទូរស័ព្ទទូចតែអញ្ចឹងពាក់វ៉ែនតាឲ្យនៅតែមើលទៅអក្សរយើងទូចបាទអរគុណច្រើនដល់ពេលយើងមើលនៅក្នុងសេចក្តីថ្លែងការណ៍នេះហើយយើងសួរថាតើលោកហ៊ុនសែនបញ្ចេញសារហ្នឹងវាចូលទៅខ្លីដែលចំនៅប្រធានបទរបស់យើងណាបងលឹមទឹកបាទហើយយើងមើលតើសេចក្តីថ្លែងការណ៍របស់យើងក្រុមប្រឹក្សាជាតិតស៊ូទាំង4ចំណុចនេះវាមានផលប្រយោជន៍ប៉ុណ្ណាដែរហើយចូលលោកហ៊ុនសែនដែលលោកបញ្ចេញសារសម្លេងវាមានផលយ៉ាងម៉េចដែរអានេះយើងត្រូវប្រៀបធៀបគ្នាណានេះយើងមើលទៅលោកហ៊ុនសែនក្រៅពីចង់ឈ្នះចង់ចាញ់ចង់អួតអាងថាខ្លួនឯងនឹងដឹងគ្រប់រឿងថតបានគ្រប់រឿងដូចអត់មានអីជាចំណេញដល់ខ្មែរទេអានេះយើងនិយាយឲ្យជាក់ស្ដែងហ្មងហើយបើសិនជាលោកហ៊ុនសែនចង់ចំណេញដល់ខ្មែរនោះចង់បញ្ចប់ចំនួនព្រំដែនណានេះគឺយើងយកករណីទាំងអស់ហ្មងករណីទាំងដែនទឹកនិងដែនគោកនេះវាធម្មតាយើងព្រំដែនឆ្លោះគ្នាព្រំដែនឆ្លោះគ្នាជាមួយគ្នាអាពីក្បាលកតុយមកដល់ចុងកតុយអាពីក្រោយមិនព្រមយកដោះស្រាយទាំងអស់ទេបែរជាដោះស្រាយមកកណាត់មុខសួរថាដោះស្រាយមកកណាត់មុខហ្នឹងវាមិនតិចប៉ុណ្ណឹងសួរថាចប់ហីវាអត់ចប់ទេហើយរឿងនេះនឹងបន្តទៅទៀតបាទហើយយើងខ្ញុំនិយាយនេះមិនមែនថាចង់ឲ្យមានចំនួនកើតឡើងទៀតទេវាអត់យូរណាបងលឹមទៅថាវាមិនយូរទេព្រោះអីលោកហ៊ុនសែនក៏អត់ដោះស្រាយអ្វីទៅឲ្យបានជានិរន្តរ៍ហើយដោយប្រាសាទព្រះវិហារដែលបកូណាបានទៅប្តឹងអង្គការសហជីវជាតិឃើញទេនេះពេលដែលមានបញ្ហាព្រាមគឺរដ្ឋាភិបាលចង់មិនចង់គ្រាន់តែយកឲ្យទៅតុលាការអន្តរជាតិគេចេញសារក្រមមកមើលនឹងថៃរត់ផាកញ្ញាំបាត់ហ្នឹងមានចាំបាច់ស្អីទៀតប៉ុន្តែសួរថាលោកហ៊ុនសែននៅលំលែនឹងធ្វើអីអ្វីដែលយើងឆ្ងល់អ្វីដែលយើងចង់ឃើញលោកហ៊ុនសែនធ្វើក្រៅតែពីលោកហ៊ុនសែនអួតអានេះយើងនិយាយទៅថាអួតឬក៏បង្ហាញស្នាដៃថាកូនគាត់អាចការពារទឹកដីបានអាចការពារភូមិស្រុកអ្នកស្រុកបានអាចការពារប្រទេសបានប៉ុន្តែនេះសម្រាប់តែប្រជាជនអ្នកដែលមិនចេះសរទេដែលគេយល់យ៉ាងនេះតែចំពោះអ្នកដែលគេចេះដឹងគេដែលគ្រាន់តែគេសម័យគិតមើលទៅចំនួនលោកហ៊ុនសែននេះពេលកាន់តែយូរចំនួននេះកាន់តែខ្លាំងហេតុអីបានថាកាន់តែខ្លាំងឥឡូវនេះគឺកំពុងតែប្រឆេះលោកហ៊ុនសែនកំពុងតែប្រឆេះជាតិនិយមនៅក្នុងប្រទេសយុវជនជាង 100000 នាក់ថ្ងៃមុនណាមីដើរពីកោះពេជ្រមកដល់វិមានឯករាជ្យហើយខាងគណៈខាងប្រទេសថៃក៏គេប្រឆេះយុវជនគេដែរពីស្នេហាជាតិហើយគេមិនមែនប្រឆេះតែ
តែមកចំហៀងឬលោកហ៊ុនសែនទេគេពិចារណាអស់ស្នេហាជាតិប្រទេសគេស្នេហាជាតិហើយកុំភ្លេចរដ្ឋថាពិបាលរដ្ឋនាយករដ្ឋមន្ត្រីរបស់ថៃមួយណាក៏ដោយក៏ដូចមួយណាដែរគឺចង់បានរបស់ខ្មែរទាំងអស់ហ្នឹងអត់មានមួយណាថាល្អជាងមួយណាយើងត្រូវយល់បាទហើយអ្វីដែលយើងត្រូវដោះស្រាយទី1ត្រូវដោះស្រាយជនអន្តោប្រវេសន៍ហើយដើម្បីឲ្យដោះស្រាយជនអន្តោប្រវេសន៍បានយើងត្រូវធ្វើម៉េចយើងបង្រួបផ្ទៃក្នុងយើងសិនបាទយើងបង្រួបផ្ទៃក្នុងអ្នកនយោបាយយើងទាំងអស់ទាំងអ្នកនយោបាយប្រឆាំងក៏ដោយអ្នកនយោបាយមិនប្រឆាំងក៏ដោយយើងរួបរวมគ្នាលោកហ៊ុនម៉ាណែតមិនក៏ចេះនិយាយកើតពេលដែលលោកហ៊ុនម៉ាណែតហៅលោកតសុចចូលក្នុងស្រុកវិញខ្ញុំសោចមែនតើហើយចេះនិយាយទៅរួចខាងឲ្យតែខ្មែរការពារទឹកដីខ្មែរនៅណាខ្ញុំសុខចិត្តយកហើយមិនបោះបង់ទេមានឯកសារមិនមានឯកសារណាហើយចុះអ្នកនយោបាយខ្មែរដែលការពារជាតិទឹកដីដែលនិយាយពីរឿងព្រំដែននេះមិនចាប់គ្នាដាក់គុកអស់អាលីងបាទដោយបងកកុម្ភា6ឆ្នាំហើយណាបាទហើយមានប្រមាណអ្នកទៀតដែលត្រូវដែលនៅយូរសិតតែអ្នកស្រឡាញ់ជាតិស្រឡាញ់ទឹកដីដោះលែងទៅបាទហើយដោយលោកប្រធានកឹមសុខាប្រមាណហើយបាទហើយគ្រាន់តែទោសនោះទោសរហូតអត់ទាន់ឃើញទៀតទោសបាទហើយគ្រាន់តែឡើងហើយចោះតឡាការជិត100ដងហើយបាទហើយគ្រាន់តែឡើងចោះហើយសួរថាតើនេះជាការបង្រួបផ្ទៃក្នុងជាតិមែនទេដែលលោកដែលឲ្យដែលហៅអញ្ជើញលោកកសុកចូលទៅក្នុងប្រទេសខ្ញុំអបអរថាពេលដែលលោកហ៊ុនសែននិយាយអញ្ចឹងប៉ុន្តែលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតច្រើនតែនិយាយតែមកចំហៀងបាទដូចជាយើងបកឲ្យបកទៅក្រោយបន្តិចណានេះមីលោកហ៊ុនសែនបញ្ឆេះជាតិនិយមបាទបានន័យថាបញ្ឆេះលើងជាតិនិយមដល់យុវវ័យជាង 100000 នាក់នេះមីនៅកោះពេជ្រសួរថាតើវាគ្រប់ជ្រុងជ្រោយវាបានតែមួយជ្រុងទូចមួយបានតែបញ្ឆេះជាមួយថៃហើយចង់មិនក៏មិននិយាយជាមួយយួនទៀតទៅបាទហើយចង់មិនក៏មិនបញ្ឆេះឲ្យយុវជនទាំងអស់នោះមានជាតិនិយមឡើងការពារជាតិទឹកដីការពារសិទ្ធិសេរីភាពបាទការពារសិលធម៌ការពារសិលធម៌ការពារយុត្តិធម៌ឲ្យពេលដែលឃើញអយុត្តិធម៌ត្រង់ណាឲ្យយុវជនទាំងអស់នោះចេញមកការពារយុត្តិធម៌ឡើងបាទដោយគាត់ឃើញឥឡូវឃើញកម្មករណាការរងទុក្ខទោសវេទនាដោយរឿងអយុត្តិធម៌ឲ្យយុវជនទាំងអស់ចេញមកបាទជាអ្នកស្នេហាជាតិទី1ត្រូវស្រឡាញ់ជាតិស្រឡាញ់ទឹកដីគោរពព្រះមហាក្សត្រគ្រូខ្ញុំតែងតែប្រាប់ចឹងអ្នកមីពេលដែលខ្ញុំចូលប្រឡូកនយោបាយគ្រូពេលឲ្យគ្រូខ្ញុំគាត់ប្រាប់ថាទី1ត្រូវពេលជាតិមានការត្រូវតែជួយជាតិទឹកដីត្រូវការត្រូវតែទៅជួយទឹកដីមហាក្សត្រត្រូវការត្រូវតែជួយមហាក្សត្រហើយក៏ខ្ញុំក៏អត់ដឹងថាមានន័យថាម៉េចឯកាលយើងនៅក្មេងប៉ុន្តែឥឡូវនេះបានយើងដឹងថាជាតិយើងត្រូវការហើយដូច្នេះបងប្អូនក្មួយដែលជាយុវជនមានតែក្មួយដែលជាយុវជនដែលជាកម្លាំងស្នូលបាទដូចយើងលំពេងវែងប៉ុន្មានហើយប៉ុន្តែតែមុខមិនមុតទេក៏ចាក់គេមិនមុតដែរដូច្នេះយុវជនទាំងអស់នោះគឺជាមុខដឹងមុខលំពេងនេះមីដែលមុតស្រួយបាទហើយមុតស្រួយមុតជាតិដូច្នេះយុវជនទាំងអស់បាទខ្ញុំឃើញ 4-100000 នាក់ដើរទៅហែគាត់អត់បានចាប់អារម្មណ៍ថាគាត់ស្រឡាញ់ទឹកដីតែមកចំហៀងទេពេលនោះគាត់អត់ដឹងទេគឺគាត់ដឹងថាស្រឡាញ់ការពារជាតិទឹកដីការពារអត់ឲ្យថៃឈ្លានពានដីឈ្លានពានប្រទេសដល់អញ្ចឹងគាត់នាំគ្នាងើបឲ្យដើម្បីជាតិទឹកដីប៉ុន្តែសួរថាតើគាត់មានងាកមើលខាងក្រោយឯងពេលដែលគាត់ដើរពីកោះពេជ្រមកមានឯករាជ្យប៉ុន្តែក្រោយខ្នងគាត់នៅក្រោយខ្នងគាត់គឺខាងកើតយួនបាទហើយគាត់ដើរមកឡុចហ្នឹងមានឯករាជ្យពីកោះពេជ្រមកហ្នឹងហើយសួរថាមានទៅមើលខាងក្រុមដែនយួនទេបាទហើយចាំមានមើលជនអន្តោប្រវេសន៍ទេបាទហើយចាំមានមើលប្រជាពលរដ្ឋស្លូតត្រង់ដែលត្រូវអុកញ៉ាបោកបាទដែលត្រូវអុកញ៉ាបោកដែលត្រូវអ្នកមានបោក
anh ấy cua tại dương cất lang vậy mà hay chủng pua lục hôn san có ban mình chênh xa tầm lên chỉ môi lục sợi phải thòng thàn ấy tôm bay tại lần đi dương mình phải chăm tới người dây xây chở này nè mi tôm bay tại dụ đoàn train đồ này xí của cái cao tô của cái đi côn này và cái này dây chỉ ca tu cái tham mình xong hai Paul mình xong rung bia 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 cua ở dương chưa chấp cái đài này đài cái tha này dụ đoàn train mai rồi còn nặng đất nonของปูrồiบอกmai mình đăng ấy á cái smart cái thằng là ngon á nè này mi và xong ở con bọn ta rồi châu lụt muôn này mi chỉ ban đời hiện thì như ba xong ở chia sai này mi កូនច្រើនអ្វីដែលលោកមិញហងលើកឡើងហ្នឹងក៏មិនខុសអ្វីដែរគឺអ្វីដែលភាពត្រឹមត្រូវគឺក្រមសីលធម៌នៃការទំនាក់ទំនងការទូតបាទយើងដឹងស្រាប់ហើយទំនាក់ទំនងក្នុងការទូតហ្នឹងមុននឹងឈានចូលដល់ការចរចាជាផ្លូវការជាគេហៅថាជាបើកចំហគឺត្រូវតែមានជាមិនផុតប្រទេសណាដោយប្រទេសណាគឺត្រូវមានការចរចាការទូតជាសម្ងាត់មួយសិននៅពេលដែលស្របគ្នាហើយបានយើងសម្រេចនៅថ្ងៃចរចាជាសាធារណៈប៉ុន្តែអកុសលដោយសារភាគីម្ខាងទៀតហ្នឹងអសិលធម៌អញ្ចឹងដោយលោកមិញហងលើកឡើងមកយើងសូម្បីតែប្រទេសម៉ាឡេស៊ីក៏គាត់មិនហ៊ានចរចាជាសម្ងាត់ជាមួយលោកហ៊ុនសែននៅថ្ងៃអនាគតខ្លាចបែកធ្លាយទៀតនឹងអញ្ចឹងបែកធ្លាយទៀតបាទអ្វីក៏ដោយដូចលោកអ៊ំគាត់លើកឡើងពីខាងដើមអញ្ចឹងក៏មិនខុសពីអ្វីដែលជាសាររបស់ចលនាជាតិតស៊ូរបស់យើងនឹងគឺចង់បានគេហៅថាកិច្ចព្រមព្រៀងរវាងផ្ទៃក្នុងបាទគឺយើងប្រាក់ច្បាប់23ដុល្លារគឺយើងដឹងទាំងអស់គ្នាមិនថាភាគីខ្មែរឬក៏ភាគីថៃឬក៏វៀតណាមបារាំងអង់គ្លេសក៏ដែរអញ្ចឹងអ្វីដែលជាភាពចរចានៅក្នុងថ្ងៃទី23ខែតុលាឆ្នាំ91គឺជាកិច្ចព្រមព្រៀងមួយដ៏ល្អប្រសើរដែលខ្មែរយើងអាចមានទំនុកចិត្តហើយប្រទេសជុំវិញនៃប្រទេសខ្មែរយើងក៏គេហៅថាបានយុទ្ធធម៌ស្មើគ្នាបាទអញ្ចឹងប្រសិនបើជាលោកហ៊ុនសែនងាកថយទៅខាងកិច្ចព្រមព្រៀងទីក្រុងប៉ារីសអញ្ចឹងពួកយើងជាប្រជាពលរដ្ឋជាប្រជាជនគឺស្វាគមន៍នឹងត្រេកអរជាអនេកបាទសូម្បីតែលោកអ៊ំគាត់ទៅនៅក្នុងប្រទេសបារាំងគេហៅថាប្រទេសមួយផ្ដល់សេចក្តីសុខទាំងរូបទាំងកាយទាំងផ្លូវចិត្តក៏ដោយប៉ុន្តែអកុសលដោយសារប្រទេសដើមកំណើតរបស់លោកអ៊ំងាកទៅឃើញតែនៅតែភាពខ្មៅងងឹតបាទខ្មៅជាងសម័យ3ឆ្នាំ8ខែ20ថ្ងៃទៀតម្ល៉េះហើយលោកអ៊ំនៅតែតស៊ូមិនថាយប់នៅខាងប្រទេសលោកអ៊ំគឺម៉ោង3ម៉ោង4បៀតភ្លឺហ្នឹងគឺលោកអ៊ំនៅតែតស៊ូដើម្បីប្រជាពលរដ្ឋនិងបុព្វហេតុជាតិទាំងមូលរបស់ខ្មែរដែរអញ្ចឹងនៅក្នុងនេះលោកអ៊ំមានអ្វីបន្ថែមដោយសារអំបញ្ញមិញលោកអ៊ំថាចូលរួមប៉ុណ្ណេះសិនបានន័យថានៅមានបន្តបាទសូមខំជ័យលោកអ៊ំចាអរគុណក្មួយដោយសារតែខ្ញុំឆ្លងកាត់ខ្ញុំមិនមែនឆ្លងកាត់ត្រឹម3ឆ្នាំ8ខែខ្ញុំមិនទាន់ស្ទើរតែគ្រប់ចំនួនដែរក៏ប៉ុន្តែខ្ញុំលើកយកមក3ឆ្នាំ8ខែ30ថ្ងៃដែលខ្ញុំរស់នៅរបបបល័យពូជសាសន៍នេះអញ្ចឹងហើយបានជាការវេទនាការប្រត់ប្រាស់បងប្អូនការប្រត់ប្រាស់គ្រួសារក្រុមគ្រួសារក្រុមដោយថាគ្រួសារជាទីស្រឡាញ់ចឹងហើយបានជាខ្ញុំលើកយកមកដើម្បីជូនដល់ចៅក្មួយតែនៅក្នុងប្រទេសសប្តាហ៍ថ្ងៃនេះចឹងខ្ញុំបកមកនិយាយអំពីប
បញ្ហាប្រទេសជាតិយើងបើសិនជាហ៊ុនម៉ាណែតដោះស្រាយឲ្យប្រទេសជាតិយើងព្រោះអីខ្ញុំឮសារពីថ្ងៃប្រហោះនេះប្រហោះពីថ្ងៃប្រហោះថ្ងៃទី20ថ្ងៃប្រហោះទី19នៃ20មួយខ្ញុំភ្លេចថ្ងៃប្រហោះថ្ងៃប្រហោះកន្លងមកចាប្រហោះថ្មីនេះបាទថ្ងៃប្រហោះកន្លងមកថ្ងៃទី19ចាហ្នឹងហើយថ្ងៃទី19គឺថ្ងៃប្រហោះហ្នឹងឯងគឺសាររបស់ប្រធានាធិបតីនៃប្រទេសរបស់ខ្ញុំជាម្ចាស់ហត្ថលេខីគឺសាររបស់monsieur Macron ព្រោះអីកាលតែថ្ងៃទី9ទី10ទី11ហ៊ុនម៉ាណែតបានមកដល់ប្រទេសដែលខ្ញុំរស់នៅសប្តាហ៍ថ្ងៃហើយហ៊ុនម៉ាណែតបានមកស្វែងរកដែលដាក់ពាក្យបណ្ដឹងដែលទៅតាមដូចជាយពុនហើយនឹងទូតបារាំងពីថ្ងៃទី5កន្លងផុតមកហើយគេថាអត់ពិបាកទេកាលណាបើយើងចង់ដោះស្រាយប្រទេសជាតិគឺយើងប្តឹងទៅ UN Close ដើម្បីជាផុសតាងយើងដឹងដើម្បីជាផុសតាងអាហ្នឹងសម្រាប់ការពារមរណភាពទឹកដីអបូរណភាពទឹកដីដែលយើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះដោយសារអ្វីដោយសារប្រទេសមហាអំណាចទាំងអស់ហ្នឹងគេយល់គេដឹងថាប្រទេសខ្មែរយើងហ្នឹងវាអត់ផុតពីកណ្ដាប់ដៃជនបរទេសជិតខាងយួនថៃនឹងបំណងគេលេបរបស់យើងមើលថៃយើងមើល31ខេត្តយួន25ខេត្តហើយក៏នៅតែបន្តលេបបន្តដណ្ដើមទឹកដីយើងគេចែកទឹកដីរបស់យើងចឹងឲ្យអន្តរជាតិពិភពលោកគេមើលឃើញអញ្ចឹងហើយបានជាគេឲ្យមានសន្ធិសញ្ញានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺថ្ងៃ$23ឆ្នាំ1991អញ្ចឹងហើយម៉ាក្រុងគាត់ក៏បានឲ្យសារមកហ៊ុនម៉ាណែតប្តឹងហើយមិនមែនទៅប្តឹងត្រឹមរឿងប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំទេយើងមើលទល់ដែនដែលក្រុមគ្រួសារដែលឪពុករបស់ខ្លួនឯងទៅដណ្ដើមអំណាចអំពីលោកប៉ែនសវណ្ណគឺថៃគេពុះយកពាក់កណ្ដាលពីដែនសមុទ្រយួន3000គីឡូម៉ែត្រទៅយួន2800ម៉ែត្រឬ700ម៉ែត្រទៅមកថៃគេពុះពាក់កណ្ដាលទៅហើយអញ្ចឹងហើយផែនទីទាំងយួនទាំងសៀមជាមួយបារាំងវានៅលើក្នុងប្រទេសបារាំងទាំងអស់អញ្ចឹងហើយបានជាគេឲ្យបើហ៊ុនម៉ាណែតចង់ដោះស្រាយយើងសុំឲ្យបារាំងដោះស្រាយឲ្យព្រោះយើងត្រូវតែមានជនទី3ហើយទៅមកដោះស្រាយឲ្យយើងពីព្រោះប្រទេសយើងបើអត់មានជនទី3ឬខាងថ្នាក់ខាងទី3មកដោះស្រាយឲ្យយើងមិនអាចយើងធ្វើអ្វីបានទេគេដឹងអញ្ចឹងហើយបានគេឲ្យធ្វើអញ្ចឹងដែលសារម៉ាក់ក្រុងគាត់និយាយពីថ្ងៃប្រហោះនេះណាហ៊ុនម៉ាណែតកុំយកមកបោកប្រាស់ប្រជាពលរដ្ឋអានឹងខ្ញុំសូមជម្រាបដល់ប្រជាពលរដ្ឋថាបើហ៊ុនម៉ាណែតចង់ដោះស្រាយគឺសម័យនោះគឺសម័យដែលថៃសៀមបារាំងពីឆ្នាំ1400រហូតដល់1007ហើយសម័យនោះក៏សម័យដែលកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យជនជាតិយួនកម្ពុជាក្រោមយើងសប្តាហ៍ថ្ងៃ24ខែទៅយួននោះគឺឆ្នាំ1949អញ្ចឹងផែនទីទាំងអស់ហ្នឹងនៅលើបារាំងទាំងអស់បើសិនជាខ្លួនឯងចង់ដោះស្រាយយើងចំនួននោះគឺយើងនៅក្រុមអាណានិគមរបស់បារាំងបងប្អូនកូនក្មួយត្រូវយល់ថាពីចំនួននោះណាគឺនៅយើងទាំងអស់គ្នាទាំងអាស៊ីទាំងយួនទាំងថៃទាំងខ្មែរទាំងអស់ហ្នឹងវានៅក្រោមអាណានិគមរបស់បារាំងអញ្ចឹងបារាំងគេអត់ឈរឈ្នៀមទេ
បារាំងគេចង់ជួយយើងតាមខ្ញុំដឹងណាដូចខ្ញុំជំរាបមិញចឹងអតីតប្រធានាធិបតីប្រង់ស្វាហូឡង់ក៏ចង់ជួយហ៊ុនសែនតាំងពីឆ្នាំ90ជាក៏ប៉ុន្តែខ្ញុំនិយាយនេះខ្ញុំសូមអឺដាក់ពាក្យឲ្យធ្ងន់ទៅក៏ពុជអាចោលមកទៀតទេណាវាអត់យកមកប្រើទេវាខ្លាចបាត់អំណាចរបស់វាខ្លាចបាត់អំណាចវងតកូលរបស់វាបែរយកអាច្បាប់របស់គេឲ្យខ្លួនឯងហ៊ុនសែនទៅទញេខ្លួនឯងមានថៃមានខ្មែរមានយួនបើសិនជាយើងយកច្បាប់ហ្នឹងហើយឥឡូវថ្មីនេះគេឲ្យយកច្បាប់ហ្នឹងមកប្រើយើងអត់ត្រូវមានចំនួនជាមួយនឹងអ្នកចិត្តខាងទេយើងសុំតែសុខទេបើសិនជាបំណងរបស់ហ៊ុនម៉ាណែតចង់ធ្វើឲ្យប្រទេសមានសុខសន្តិភាពផ្លូវចិត្តផ្លូវកាយពិតណាហើយឲ្យប្រជារាស្ត្រស្ងប់ចិត្តឲ្យប្រជារាស្ត្របានសេចក្តីសុខត្រូវតែលើករឿងនឹងយកទៅប្តឹងនៅអង្គការសហប្រជាជាតិយើងប្រទេសយើងមួយក្តាប់ប៉ុណ្ណឹងកុំអួតក្តែងថាខ្លួនឯងនឹងមានអាវុធទុះបាញ់ប្រមាណ 2-3 ពាន់បកកែតែខ្មែរគ្នាឯងអ្នកដែលទៅធ្វើសុំមករៀមដៃ10ដើម្បីសុំឲ្យរកយុត្តិធម៌នៅក្នុងសង្គមចាប់ចងគេសម្លាប់គេផងធ្វើបាបគេផ្លូវចិត្តផ្លូវកាយរំលាយបាក់គេហើយតាំងខ្លួនឯងឲ្យអរគុណសន្តិភាពឥឡូវនេះបើសិនជាខ្លួនឯងចង់ឲ្យគេអរគុណសន្តិភាពហើយឲ្យគេមានទំនុកទុកចិត្តលើខ្លួនឯងត្រូវតែយកផែនទីបារាំងសៀមនិងផែនទីបារាំងយួនដើម្បីបដោះស្រាយដល់ជូនប្រទេសជាតិរបស់យើងដើម្បីរកដំណោះស្រាយធ្វើយ៉ាងម៉េចយើងរួមគ្នាយើងត្រូវរួមគ្នាក្នុងនាមយើងជាខ្មែរទាំងអស់គ្នាមិនត្រូវយករឿងដេញកេងចំណេញផលប្រយោជន៍រៀងខ្លួនជាមួយឪហើយនឹងកូនខ្លួនឯងហើយនឹងថៃក៏ឪហើយនឹងកូនខ្លួនឯងយកមកបាច់ភ្លើងបញ្ជះកំហឹងទៅលើប្រជាពលរដ្ឋដែលចៅដែលក្មេងដែលគាត់អត់យល់ហើយដល់ពេលឃើញគេបាច់ភ្លើងរៀងខ្លួនបាច់ជាពិសេសគឺហ៊ុនសែនបាច់ភ្លើងមកប្រទេសខ្លួនឯងមកប្រជារាស្ត្រខ្លួនឯងផងបាច់ភ្លើងទៅប្រជារាស្ត្រគេផងអានឹងបានធ្វើឲ្យថាសួរថាតើអានឹងធ្វើឲ្យមានសន្តិសុខតើធ្វើឲ្យមានសន្តិភាពធ្វើឲ្យមានសន្តិភាពឬមួយធ្វើឲ្យការដែលយើងមានចំនួនជាមួយគ្នាហើយយើងទៅបាញ់បោះជាមួយគ្នាសួរថាខ្លួនឯងហ្នឹងមានសមត្ថភាពទៅបាញ់ធ្វើសង្គ្រាមជាមួយប្រទេសថៃបានទេអាហ្នឹងអញ្ចឹងឲ្យបងប្អូនកូនខ្មែរទាំងអស់សពថ្ងៃខ្ញុំឲ្យដេកក្មួយបានអានបាញ់មិញអញ្ចឹងអាហ្នឹងជាសាររបស់ដែលមើលខ្មែរយើងបារាំងហៅថាតេមួយជាសាក់សីសាររបស់ជាអ្នកសាក់សីរស់តបថ្ងៃហ្នឹងទោះបីចំនួននោះអ្នកដែលស្លាប់ទៅហើយបាត់ប្រមាណរាប់រយឆ្នាំក៏នៅតែគេហៅថាបារាំងហៅដោះជេការដែលกระดาษស្នាមគេហ្នឹងវានៅដៃប្រទេសបារាំងបើយើងចង់ដោះស្រាយយើងឲ្យប្រទេសបារាំងសុំឲ្យប្រទេសបារាំងអង់គ្លេសជប៉ុនគេចាំតែជួយយើងទេអាហ្នឹងបើសិនជាខ្លួនឯងចង់ដោះស្រាយតែបើខ្លួនឯងចាំតែបោកចាំតែកេងចំណេញនយោបាយការដែលសម្រាប់គេហើយយើងធ្វើព្យុះធ្វើភ្លៀងយើងបង្កើតបញ្ហាគ្រប់បែបយ៉ាងដើម្បីលុបបំបត្តិអាការដែលយើងធ្វើអាក្រក់នេះសួរថាអាហ្នឹងបានសុខទេហើយចំណេញទេហើយពលរដ្ឋខ្មែរគេជឿទេអន្តរជាតិគេជឿទេហើយទាំងអស់គ្នាកូនខ្មែរសពថ្ងៃហ្នឹងគេឈប់លងហើយកុំឲ្យនៅបិទបាំងអាការដែលយើងធ្វើស្មោកគ្រោក
tổ banh tầm lập và chia bọt luôn ai nhá tầm lập nó bật tê kê hơi nó không bật tê bánh chay ai bọt luôn ai ập bơm ra ăn kia hai thêm lư chào ngày mình còn dây thà đăng tàu tà la ca hai tay thay mình prom chôl mình hiên chôl tê khiêm xong chùm riêng con chào băng ôn chào ngồi thằng bởi dương đặc biệt mình đằng hỏi nè năng chôl rư mình chôl dương trâu tẻ đăng bà nà anh mình chôl bà này thà nà anh tà tôi có thá nà anh đồng lộp đồng biên bật tê là bởi giờ chẳng tà la ca yốt để thỏa tà la ca ICC kê nâng cắt ở dân nè bởi anh mình hiện chốt công ơi để dây tha bê bật ấy thấp bật đây ban đăng hơi tại thay mình hiên thay khai năng vì chưa bị thất năng ca đèn dây năng á cứ công ơi chưa tổ tam mà nó bọc bà đôi chia khôn này thằng khôn sáng không bông tại bọc bà con không ai ôi biên chùm luôn chùm mùi kia ớt bị giao chẳng ở quay đấy trao biên bị giao dương tàu rùm kia đầm bị đặc biệt bẩn đắng bờ cao na prom đan thay nâu cái này nà và răng cây nè nâng ấy vào dân phải ăn sủng tầm lên phải là ăn ca sạch chỉ rư tà la ca ăn trả chết để miên chút để thọ cắt cái này na prom đan yun nâu cái này nà dân miên panty bòn nâu bật vào răng prom bật đan thay nâu cái này nà dân miên panty bòn nâu bật vào răng chẳng ba ông ca thậm chí là ở môi tổ la ca yết để thon nó ăn trả chết cái cắt cái đấy tôi bay cho nên hơi tránh dương ở chật mình men dương say tha dương phải đăng tay cần đa bịa vẫn đăng nâu ẻ nà nồi nà hay chết là say tha chân chết thay mình hiên châu tổ la ca mình hiên tàu tê hiên mình hiên chờ rương là bao này anh hiên mình hiên chờ rương là bao này anh yuan cái này thay cái này dương trâu tại đặc biệt bẩn nâng nâng chùm chẳng oi chào dụ chuồn khang để hôn sang khơi say được lô là la nữa tổ ắt phải giỏi tê chẳng dụ bò rồi bò nhom này nó nhom xôm ập chia sài chào con không ngồi từng cứ dương miền tại mùi giang quật cứ đăng tàu tà la ca nấu tì krong lại để chia đầm nát sài bật tê là bài dương mình chẳng bàn phần kiềm tê ca slap rồi bò phải chia bọt khai dương bay năm phòng bay khai chích bay liền nè là hốt mà sập ngày này từ thà pram liền nè từ hai mai dương pi sùng cung năm để khiêm toàn pi năm học mà chặt sập cứ miền tại phòng phân liền phai nè đây ban chỉ khiêm đằng bao đại thiên độ quật tay này là gì con chào ai băng ôn con chào ai miền ở bây giờ chôn dương miền phòng phân liền nè bắt tay dương tôi tại mùi khiêm chết tại chăng nhưng chết tại chăng thật hay cho hai ấy ban chết thầm lại lột miền miền Portugal cha miền chăng bắt tay tôi miền tại khấm khánh thầm mà chia sầm bộ bài hay bắt chia đây dương miền tại chiang phòng phân liền nè rương ấy để quát chết tại ôi hay cho sập ngày nè miền để slap chả chiang pam liền đấy hay là hai đồ bột rồi là hốt chùm lăn đồ bột bị bay ra bay khai để hôn san đặc nam đặc cầm ca đặc nam ba hôn san học ngày việc khâu ấy việc mai không sầm lấp lâu chất sầm lấp lâu cay sầm lấp lùi bánh phong chặt đặt cục phong ngợp mùi vầy mùi ngợp pì vầy pì rồi thả tá hôn san đặt sai ở bậc tây chết chứ rồi hôn san bằng co rương bằng co chùm luôn đầm bay ở miền sông kiềm đầm bay sầm lấp mai bằng to được tiền bởi dương chia ẩm pi ca để sừng kiềm cứ dương miền tại cạp
ពាក្យដាក់ពាក្យបណ្ដឹងតែមិនមែនទៅប្តឹងបោកគេណាសុំទោសខ្ញុំផ្ដាំទៅហ៊ុនម៉ាណែតណាមិនមែនទៅប្តឹងថាយកប្រាសាទតំនធំតំនតូចតែថៃកំពុងតែប្រឈរជើងមានចំនួនជាមួយថៃហើយយើងទៅប្តឹងគេប៉ុណ្្នឹងគេមិនដល់ហ្នឹងគេមិនឡើងជារឿងរបស់គេទេបើយើងប្តឹងទាំងកញ្ចប់យើងប្តឹងទាំងអស់យើងយកផែនទីបោនពីបារាំងពីយួនពីថៃអញ្ចឹងបើយើងប្តឹងតែថៃចុះថៃគេសួរថាណកកោះគុជនៅប្រទេសយួនឆ្លៀនពៀនទឹកដីខ្មែរចុះហេតុអីណៃមិនធ្វើផងកោះត្រល់លោកអ៊ំកោះត្រល់ចាសុំទោសកោះត្រល់កោះកញ្ចក់សេះមកចំហៀងទៅយួនហេតុអីណឯងមិនហើបមាត់ណាឥឡូវកូនក្មួយកូនចៅទាំងអស់ពិចារណាដោយខ្លួនឯងហើយអាយុយើងប៉ុណ្ណេះអស់ហើយយើងតស៊ូយើងការពារទឹកដីយើងបានលុះត្រាតែយើងទាំងអស់គ្នារួមគ្នាមិនថាបកណាក៏ដោយដូចក្មេងមានប្រសាមិញចឹងយើងរួមគ្នាជួយដោះស្រាយគ្នាហ៊ុនសែនសពថ្ងៃកំពុងតែធ្វើវិជាវត្ថុដើម្បីបំបិទមាត់ថៃទិញទឹកចិត្តថៃតែណាប្រទេសថៃគេនៅមានចិត្តគេស្រឡាញ់ប្រទេសជាតិគេអញ្ចឹងមិត្តល្អរបស់ហ៊ុនសែនអញ្ចឹងកំពុងតែដៀលហ៊ុនសែនអាកបីអញ្ចឹងអាកបីត្រូវអាកបីខ្វាក់ត្រូវតែបើកភ្នែកឡើងហើយងើបស្នែងរំលាក់ស្នែងចោលឲ្យខ្មាស់សម្ដីរបស់ថៃផងយើងមិនថាបកណាមិនថាបងប្អូនប្រជាជនខ្មែរយើងរួមគ្នាដើម្បីដោះស្រាយទុកប្រទេសដែលសល់ប្រប៉ិនបាត់ដៃសប្តាហ៍ថ្ងៃហ្នឹងឲ្យរស់បងប្អូនយើងខ្មែរយើងសល់គេមរតកពីដូនតាអានេះខ្ញុំនិយាយនេះណាបងប្អូនកូនចៅទាំងអស់គ្នាខ្ញុំធ្លាប់ហែលអស់ហើយខ្ញុំជាមនុស្សចាស់ដែលខ្ញុំធ្លាប់វេទនាមហាសែនវេទនាសម្រាប់ដល់ខ្ញុំមកដល់ស្រុកគេនេះខ្ញុំស្ពេកូន5នាក់ទឹកភ្នែកដេកកដាលព្រៃមានសត្វខ្លាកាយទៅហៅខ្ញុំសុកចិត្តបថុយស្លាប់បថុយរត់នេះខ្ញុំចង់ឲ្យបងប្អូនកូនចៅកុំឲ្យធ្វើទៅត្រឡប់ទៅថយក្រោយវិញចង់ឲ្យបងប្អូនកូនចៅយើងទាំងអស់ទៅរួមគ្នារកដំណោះស្រាយយើងកុំឲ្យឆ្លោះគ្នាកុំឲ្យកាប់ចាក់វៃតបបន្តសម្រាប់គ្នាបន្តទៀតយើងត្រូវទៅរកដំណោះស្រាយនេះដែលយើងត្រូវធ្វើ ទី1គឺយើងពឹងខាងបារាំងហើយបើពឹងបារាំងគេឲ្យយើងធ្វើអីគេឲ្យយើងគ្រប់សិទ្ធិមនុស្សការស្ដារលទ្ធិប្រជាធិបតេយ្យគោរពនៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសបោះឆ្នោតស្រីយុត្តិធម៌ដោះលែងសកម្មជនដោះលែងតែគេអត់មានកំហុសដោះលែងខ្មែរអ្នកស្នេហាជាតិសួរថាចាប់គេដាក់គុកតាំងពីចៅការពារប្រៃឈើសួរថាគេមានកំហុសអីគេការថប់ពារធម្មជាតិប្រៃឈើរបស់ខ្លួនឯងចាប់គេដាក់គុកសួរថាគេមានកំហុសដែលខ្លួនឯងក្បត់ជាតិធ្វើវិជាវត្ថុគ្រប់បែបយ៉ាងបាច់ភ្លើងបាច់ក្បត់បាច់បថៅដើម្បីឲ្យខ្មែរកាប់សម្លាប់គ្នាសពថ្ងៃគោះសាស្ត្រាចរផងចូលគ្រឿងញៀនជួញដូរផ្លូវភេទធ្វើឲ្យប្រទេសខ្លួនឯងឲ្យកគ្រប់រលួយដោយបហុកក្នុងពេលហ្នឹងហើយយើងនៅជឿពួកនឹងដល់ណាទៀតហ្នឹងខ្ញុំសូមអំពាវនាវចុងក្រោយសូមឲ្យប្រជាជនខ្មែរនឹងយុវជនយុវនារីយុវជនយុវចាស់យុវនារីយុវទាំងអស់ហ្នឹងសូមឲ្យរួបរวมគ្នាដើម្បីដោះស្រាយប្រទេសជាតិរបស់យើងដើម្បីឲ្យមានសុខសន្តិភាពដូចនៅប្រទេសគេអញ្ចឹងមកគុណគួយបាទអរគុណចា៎អរគុណអ្វីដែលលោកអ៊ំបានលើកឡើងគឺមានការវកបាយគឺសំខាន់ចំណុចដែលពួកយើងចាប់បានគឺអ្វីដែលជាប្លង់ជាសំខាន់ណាស់បាទផែនទីហ្នឹង
ជាភាសាសាមញ្ញហៅថាជាប្លង់ហើយអញ្ចឹងខាងបារាំងធានាធិបតីបាក់ក្រុម វឡង់បាទសូឡង់ហ្នឹងគឺគាត់បានបញ្ជាក់ប្រាប់ហើយថាអត់ពិបាកអីទេហើយរឿងមួយទៀតដោយលោកអ៊ំលើកឡើងអញ្ចឹងខាងថៃគេទៅរមិនទៅដល់វាជាសមត្ថភាពឬក៏អត្ថភាពរបស់ខាងតុលាការរបស់គាត់គេទេអ្នកឯងចូលរួមក៏ដោយមិនចូលរួមដល់សំខាន់ចង់សួរថាចំណុចសំខាន់តើយើងដាក់ពាក្យបណ្ដឹងពិតប្រកបឬក៏គ្រាន់តែជារូបភាពប្រជាពិធដោយលោកអ៊ំលើកឡើងអញ្ចឹងអត់ពិបាកទេសំខាន់គឺយើងមានប្លង់អស់ហើយអត់មានទៅពិបាកទៅដើររឿងថ្មីទេហើយប្លង់ផងយើងដោយលោកអ៊ំបានបញ្ជាក់ហើយគឺគេធ្វើតាំងពីជំនាន់កាលបារាំងដែលគ្រប់គ្រងដីខ្មែរម្លេះអញ្ចឹងគឺមានអស់ហើយមិនថាលិចថាកើតថាជើងថាត្បូងទេបើនិយាយខ្លីឧទាហរណ៍ថាប្លង់ដីរបស់ផងយើងបាទវាមានអ្នកជាប់ព្រំខាងកើតនឹងឈ្មោះអីអ្នកជាប់ព្រំខាងលិចនឹងឈ្មោះអីព្រំខាងជើងនឹងឈ្មោះអីព្រំខាងត្បូងនឹងឈ្មោះអីអញ្ចឹងគឺមានឈ្មោះអស់ហើយអត់មានទៅពិបាកអីទេសំខាន់ដែលលោកអ៊ំចង់បញ្ជាក់មិញសំណួរសួរថាតើអ្នកទៅប្តឹងដែរឬទេតែប៉ុណ្្នឹងឯងហើយតែប្តឹងហ្នឹងមិនមែនថាគ្រាន់តែទៅដល់មុខផ្ទះគេនឹងថតបង្ហាញselfieថាខ្ញុំមកហើយប៉ុន្តែគ្រាន់តែដើរកាត់មុខអដែងតឡាការណាហ្នឹងហើយសូមឲ្យបញ្ជាក់ភាពពិតបាទសូមអរគុណច្រើនលោកអ៊ំហើយក៏សូមអរគុណច្រើនលោកលីមិញហុងដោយសារពេលវេលាយើងមានកំណត់មានអ្វីផ្ដាំផ្ញើទៅដល់បងប្អូនដែលគាត់កំពុងតែតាមដាននិងទស្សនាទូរទស្សន៍ហើយ CNRPA របស់យើងផ្សាយចេញពីសហរដ្ឋអាមេរិកបាទសូមពេលវេលាខ្លីដោយសារពេលវេលាយើងលើសហើយបាទអរគុណលោកលីមិញហុងមានអ្វីផ្ដាំផ្ញើសូម2នាទីបាទអរគុណបាទសូមជំរាបសួរអ្នកមីងលោកជាតិហើយសូមជំរាបសួរដល់បងប្អូនដែលបានទស្សនានិងបានបញ្ចេញនៅទស្សនៈរបស់បងប្អូនទាំងអស់គ្នាបាទហើយជាចុងក្រោយនេះមកដោយបងលំនៅខាដាក់តែ2នាទីអញ្ចឹងមកចាំនិយាយអីច្រើននិយាយតែ2ម៉ាត់បានណា2នាទីបាទលោកហ៊ុនម៉ាណែតគាត់បាននិយាយជាសាធារណៈអ្នកមីគាត់ថាគាត់ចង់បានខ្មែរទាំងអស់ទាំងក្នុងប្រទេសទាំងក្រៅប្រទេសដើម្បីរួបរวมគ្នាជួយការពារជាតិការពារទឹកដីរបស់ខ្មែរបាទខ្ញុំសាទរមែនតើណាអ្នកមីនៅសម្ដីនេះប៉ុន្តែសូមឲ្យធ្វើឲ្យបានមុននឹងយើងចង់ឲ្យខ្មែរបង្រួបបង្រួមគ្នាយើងត្រូវទី1ទៅធ្វើលុបចោលនិន្នាការនយោបាយទី1ត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់នៅក្នុងប្រទេសហ្នឹងបាទអ្នកទោសបរិស្ថានហើយក្រុមខាងសង្គមស៊ីវិលត្រូវដោះលែងទាំងអស់ពួកគាត់ហ្នឹងបាទយើងហ្នឹងឯងពួកគាត់ក៏គ្រាន់តែបញ្ចេញមតិប្រើសិទ្ធិបញ្ចេញមតិទេអត់មានមានយន្តហោះចម្បាំងដោយថៃណាសិទ្ធិខ្មែរគ្នាឯងណាអញ្ចឹងដើម្បីការពារប្រទេសជាតិយើងឲ្យបានគង់វង្សគឺយើងត្រូវទី1ស្រស់ស្រួលខ្មែរគ្នាឯងហើយបើកសិទ្ធឲ្យពេញបបោមកបើកសិទ្ធឲ្យខ្មែរទាំងអស់ទាំងក្នុងនិងក្រៅប្រទេសមានសិទ្ធិធ្វើនយោបាយមានសិទ្ធិនិយាយស្ដីទាំងអស់គ្នាមកបាទហើយដោះស្រាយវិបត្តិបំណុលធនាគារបាទដើម្បីឲ្យខ្មែរយើងរឹងមាំមែនតែនឲ្យកំពុងតែទប់ទល់ជាមួយថៃនេះគឺត្រូវដោះស្រាយបំណុលធនាគារមុនបាទព្រោះឲ្យវិបត្តិសេដ្ឋកិច្ចដោយពាក្យចាស់ថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយបើអត់មានបាយអត់មានស្អីផងហើយប្រជាជនអ្នកនៅខាងក្នុងនៅកំពុងតែជាពាក់គេវ័នក៏អត់មានស្អីឧបត្ថម្ភអ្នកខាងមុខទេបាទហើយដោយសារពេលវេលាយើងខ្លីហើយស្ដាយមែនតើបានជួបអ្នកមីងតិចពេកហើយអ្នកមីងបាននិយាយល្អមែនតើចំពោះដើម្បីជាគតិឲ្យបងប្អូនឲ្យក្មេងៗចំនួនក្រោយបានស្ដាប់បាទហើយជាចុងក្រោយក៏សូមប្រសិទ្ធពរជ័យដល់បងប្អូនមួយដែលជាយុទ្ធជនការពារជាតិការពារទឹកដីសូមទេវតាថែរក្សាព្រះស្វេតឆ័ត្រទេវតាថែរក្សាជ្រោះជ្រងរលងដងអូ
រូបរយៈអ្នកតាលោកតាឃ្លាំងមឿងទាំងអស់និងអ្នកតាទាំង8000អ្នកតានិងមហាទេពអធិទេពគ្រប់ព្រះអង្គទាំងអស់សូមជួយតាមថែរក្សាយុទ្ធជនយើងឲ្យបានតែសេចក្តីសុខបាទសូមអរគុណបងលោកសុខា បាទអរគុណច្រើនលោកលីមីញ៉ុងដែលសំខាន់តែបីទៅបងដល់ថាពេលវេលាមានកំណត់អញ្ចឹងក៏សូមងាកទៅជូនអ្នកមីង2នាទីដែរសូមអរគុណច្រើនអ្នកមីងលោកអ៊ំសំខាន់តែបីទៅបាទចាអីក្មួយ បាទ ចាចុងក្រោយខ្ញុំមានតែម្រាមដៃដល់សូមឲ្យចៅទាំងអស់យុវជនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសកុំជឿពាក្យវិជាវត្ថុរបស់គេយើងខ្ញុំសូមជម្រាបចៅទាំងអស់ថាយើងមានសិទ្ធិប្តឹងអ្នកណាតឡើងទៅឬមិនឡើងទៅតែយើងត្រូវតែដាក់ពាក្យបណ្ដឹងហើយយើងរួមគ្នាសាមគ្គីគ្នាដើម្បីប្រទេសជាតិរបស់យើងកុំជឿពាក្យយើងកុំឲ្យដូចនៅប្រទេសបងប្អូនកូនចៅដែលនៅប្រទេសថៃក្តីទោះបីគេរើសអើងគឺយ៉ាងណាក៏ដោយក៏យើងថែរក្សានៅការស្ងៀមស្ងាត់របស់យើងថែរក្សាជាពិសេសថែរក្សាសុខភាពជាពិសេស